សូមស្វាគមន៍មកកាន់កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាននាំមកជូនដោយគណៈកម្មាធិការលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាដើម្បីទទួលបានហិរញ្ញប្បទានសហគ្រិនត្រូវការច្រើនជាកម្រិតមួយនោះគឺជាគ្រឹះដ៏រឹងមាំអាជីវកម្មទាំងអស់កើតឡើងដោយសាររឿងរ៉ាវមួយនៅពីក្រោយខ្នងតើសហគ្រិនអាចបង្ហាញនៅរឿងរ៉ាវរបស់ខ្លួនទៅកាន់សាធារណជនដោយវិធីណាការរីកចម្រើនគឺជារឿងដែលគួរឲ្យរំភើបប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនោះទៅទៀតគឺចីរភាពនៅក្នុងអាជីវកម្មតើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកផ្អែកតាមនីតិវិធីនិងគោលការណ៍ហិរញ្ញវត្ថុច្បាស់លាស់ដែរទេសហគ្រិនបានចំណាយពេលជាច្រើនក្នុងការបង្កើតអាជីវកម្មរបស់ខ្លួនតើសហគ្រិនដឹងទេតម្លៃអាជីវកម្មពិតប្រាកដរបស់ខ្លួនមានប្រមាណខ្ញុំសំដៅពាក្យតម្លៃអាជីវកម្មជាភាសាអង់គ្លេសហៅថា business valuation គឺមិនមែនជាតម្លៃគិតតែលើតួលេខហិរញ្ញវត្ថុមួយមុខគត់ប៉ុណ្ណោះទេប៉ុន្តែវាបង្កើតឡើងដោយតម្លៃបន្ថែមផ្សេងៗដូចជាការគ្រប់គ្រងអាជីវកម្មការទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយអតិថិជនរវាងក្រុមហ៊ុនជាមួយ supplier រវាងក្រុមហ៊ុនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុរវាងក្រុមហ៊ុនជាមួយបុគ្គលិករវាងក្រុមហ៊ុនជាមួយអង្គភាពពាក់ព័ន្ធផ្សេងៗនៅពេលដែលសហគ្រិនបានដឹងច្បាស់អំពីតម្លៃអាជីវកម្មរបស់ខ្លួនសហគ្រិនមានឱកាសនៅក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនបានលឿនតាមរយៈការទទួលបាននៅហិរញ្ញប្បទានផ្សេងៗពីគ្រឹះស្ថានហិរញ្ញវត្ថុពី capital market និងពីអ្នកវិនិយោគិនផ្សេងៗតាមរយៈការចេញបានបំណុលតាមរយៈការបោះផ្សាយមូលធន Pitch Deck គឺជាការបង្ហាញនៅអ្វីដែលជាទំនុកចិត្តរបស់អ្នកចក្ខុវិស័យរបស់អ្នកនិងដំណើរដែលឆ្ពោះទៅរបស់អ្នកទៅកាន់អ្នកជុំវិញខ្លួនដែលពួកគាត់កំពុងតែព្យាយាមចូលរួមជួយ support អ្នកទៅលើផ្នែកបច្ចេកទេសក៏ដូចជាដើមទុនដូច្នេះទំនុកចិត្តនៅក្នុងការបង្ហាញដែលមានឯកសារយោងត្រឹមត្រូវគឺជា Pitch Deck មួយដ៏ប្រសើរបំផុតដែលអ្នកអាចធ្វើបានជោគជ័យជាមួយនឹងអ្នកវិនិយោគយល់ព្រមផ្ដល់ទំនុកចិត្តចូលរួមជាមួយអ្នកផងដែរនីតិវិធីដែលមិនច្បាស់លាស់មិនត្រឹមតែបង្កការរំខាននោះទេតែវាជាហានិភ័យដ៏ធំមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដូចនេះសហគ្រិនគួរតែផ្លាស់ប្ដូរពីភាពច្របូកច្របល់មកកាន់ការគ្រប់គ្រងប្រកបដោយទំនុកចិត្តជាមួយនឹងការរៀបចំគោលការណ៍និងនីតិវិធីហិរញ្ញវត្ថុសូមកុំគ្រាន់តែគ្រប់គ្រងតាមទម្លាប់គួរមាននីតិវិធីនិងគោលការណ៍គ្រប់ជ្រុងជ្រោយដើម្បីធានានូវគុណភាពនិងអនុលោមភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុអភិបាលកិច្ចល្អគឺជាមូលដ្ឋានគ្រឹះនៅក្នុងការបង្កើតចីរភាពនៅក្នុងអាជីវកម្មរបស់លោកអ្នកដែលធានាបានថាអាជីវកម្មរបស់លោកអ្នកនៅតែដំណើរការដោយរលូនទោះបីជាលោកអ្នកមិនដឹកនាំវាដោយផ្ទាល់ក៏ដោយវាគឺជាការបង្កើតនូវវប្បធម៌នៃភាពច្បាស់លាស់ដែលបង្កឲ្យមានការជឿទុកចិត្តរវាងគ្នានិងដែលអាចផ្ដល់ឱកាសឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានដៃគូល្អនិងឱកាសផ្សេងៗផងដែរអភិបាលកិច្ចល្អមិនគ្រាន់តែជួយឲ្យលោកអ្នកធ្វើឲ្យអាជីវកម្មមានការរីកចម្រើននោះទេប៉ុន្តែក៏វាធ្វើឲ្យលោកអ្នកអាចបង្កើតបាននូវអាជីវកម្មមួយដែលមានភាពថិតថេរជាដរាប